សួស្តីឆ្នាំថ្មីមានដែលដឹងទេថានៅក្នុងប្រវត្តិសាស្ត្រមានទេវតាហើយក៏មានផ្កាយផងដែរកាលពីជិត 2000 ឆ្នាំមុនពេលដែលព្រះយេស៊ូវបានប្រសូតនៅក្នុងក្រោលសត្វនៅទីក្រុងបេតលេហឹមមានទេវតាដែលបានចេញហើយបង្ហាញខ្លួនទាំងច្រៀងចម្រៀងពីរោះប្រាប់ដល់អ្នកខ្វៀលជាមនៅក្បែរទីក្រុងបេតលេហឹមហើយប្រហែលជា2ឆ្នាំក្រោយផ្កាយមួយបានដឹកនាំផ្លូវរបស់ហោរាពីទិសខាងកើតរហូតដល់គាត់មកជួបជាមួយនឹងព្រះយេស៊ូវរឿងទាំងពីរនេះពិតជាអស្ចារ្យមែនគឺពិតជាមានផ្កាយហើយមានទេវតាមែននៅក្នុងរឿងទាំងពីរនេះហើយក៏ពាក់ព័ន្ធជាមួយមិត្តដែរពីព្រោះព្រះយេស៊ូវមិនមែនគ្រាន់តែមកផែនដីនេះជាកូនងាដើម្បីសង្គ្រោះអ្នកជនជាតិអ៊ីស្រាអែលឬអ្នកស្បែកសប៉ុន្តែមកសង្គ្រោះទាំងអស់គ្នាពីព្រោះទាំងអស់គ្នាមានបាបដោយសារអាដាមនិងអេវ៉ាបានធ្វើខុសជាមួយនឹងបញ្ញត្តិរបស់ព្រះធ្លាក់មកដល់យើងទាំងអស់គ្នាដូច្នេះយើងទាំងអស់គ្នាសុទ្ធតែត្រូវការអ្នកមកសង្គ្រោះយើងអ្នកមករំដោះយើងពីអំពើបាបនេះហើយជាអ្វីដែលព្រះយេស៊ូវបានធ្វើសម្រាប់ទាំងមិត្តហើយទាំងខ្ញុំផងដែរពិតជារឿងដ៏ល្អមែនពិតជារឿងដ៏អស្ចារ្យមែនពិតជារឿងដែលយើងគួរតែមានអំណរហើយរីករាយទាំងអស់គ្នាខ្ញុំសង្ឃឹមថានៅក្នុងឆ្នាំថ្មីមិត្តនឹងមានជោគជ័យនៅក្នុងកិច្ចការដែលមិត្តធ្វើទាំងកិច្ចការការងារទាំងកិច្ចការនៅជុំវិញផ្ទះហើយសំខាន់ជាងនេះដែលមិត្តនឹងរកឃើញព្រះអង្គសង្គ្រោះរបស់មិត្តដែលជាព្រះយេស៊ូវសូមអរគុណសូមជម្រាបលា